ពន្យល់លម្អិតអំពីភាពខុសគ្នារវាង present participle gerund ហើយនិងទម្រង់ continuous បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបកស្រាយលម្អិតជូននៅក្នុងវីដេអូនេះជូនឲ្យណាកុំឲ្យមានការយល់ច្រឡំទី1ធំយើងរៀនអំពី present participle បាទស្អីទៅជា present participle បាទយើងមើល definition ណាមើលនិយមន័យទាំងអស់គ្នា The present participle is a verb form that usually ends in ing. It can act as a part of a verb tense, an adjective, or even a way to combine sentences. គេថា present participle គឺជាទម្រង់កិរិយាសព្ទដែលធម្មតាគឺវាបញ្ចប់ដោយទម្រង់ ing បាទហើយវាអាចដើរតួជាផ្នែកមួយនៃកិរិយាសព្ទអូខេជាគុណនាមបាទឬក៏ថែមទាំងគេប្រើវាដើម្បីបូកបញ្ចូលប្រយោគពីរជាប្រយោគតែមួយបាទនេះ to combine sentences អញ្ចឹងទម្រង់ present participle ហ្នឹងបាទគឺវាមានការប្រើប្រាស់3ណាទី1គេប្រើវាដើម្បីបង្កើតទៅជាកាលបាទ verb tense អូខេបាទដើម្បីបង្កើតជាកាលនៅពេលគេដាក់ ing ទៅវាកាត់ជាកាលអីមួយអញ្ចឹងណាអូខេទី2គេប្រើវាដើរតួជាគុណនាមបាទណា an adjective អូខេទី3គេប្រើវាដើម្បីបញ្ចូលប្រយោគពីរជាប្រយោគតែមួយអូខេទេបាទសូមបញ្ជាក់ណា present participle ទម្រង់វាគឺ verb ing ប៉ុន្តែវាមានតួនាទី3ទី1បាទបង្កើតទៅជាកាលទី2គឺវាដើរតួជាគុណនាមទី3គេប្រើវាដើម្បីបូកប្រយោគពីរបញ្ចូលគ្នាជាប្រយោគតែមួយអូខេឥឡូវដើម្បីកាន់តែយល់ច្បាស់លម្អិតបាទខ្ញុំឧទាហរណ៍ជាប្រយោគជូនណាគឺឧទាហរណ៍នៃការប្រើប្រាស់នីមួយៗបាទ examples A it is used as a part of a verb tense គេប្រើវាដើម្បីបង្កើតទៅជា verb tense បាទគេប្រើ present participle ហ្នឹងណាបាទការប្រើប្រាស់ទី1 A ហ្នឹងគឺយើងប្រើប្រាស់វាដើម្បីបង្កើតទៅជា verb tense អូខេនៅពេលដែលគេដាក់ ing ទៅវាទៅជាទម្រង់កាលណាមួយបាទឧទាហរណ៍ទី1 He is sleeping on the sofa គាត់កំពុងគេងនៅលើសាឡុង continuous tense អញ្ចឹងយើងឃើញនេះ sleeping បាទ sleeping ទីនេះគឺជា verb ing ហើយទីនេះវាជា present participle ហេតុអីបើយើងដឹងថាវាជា present participle ពីព្រោះវាស្ថិតនៅក្នុងការប្រើប្រាស់ទី1នេះ it is used as a part of a verb tense ឃើញអត់បាទគេថែម ing នៅក្នុងទម្រង់នេះគឺគេប្រើវាបាទដើម្បីបង្កើតទៅជាកាលបាទគឺកាល continuous បាទកាលកំពុងបន្តអូខេអញ្ចឹងកាលណាគេប្រើវាដើម្បីបង្កើតទៅជាកាលកំពុងបន្តបាទអាហ្នឹងគេហៅថា present participle ណាច្បាស់ហើយបាទហើយយើងមើលឧទាហរណ៍មួយទៀត They are playing games in the classroom គេថាពួកគេកំពុងលេងហ្គេមនៅក្នុងថ្នាក់រៀនយើងឃើញទេ playing បាទ verb ing បាទ playing អញ្ចឹង playing ទីនេះវាជា present participle គេប្រើវាដើម្បីបង្កើតទៅជាកាលអីគេបាទគឺកាល continuous បាទហេតុអីបានដឹងថាកាល continuous ពីព្រោះមាន to be បាទចាំបន្តិចនៅក្នុងលម្អិតពី continuous ខ្ញុំនឹងបន្ថែមជូនឲ្យទៀតណាអូខេតែទីនេះឲ្យស្គាល់ present participle សិនណាបាទ present participle គឺ verb ing នឹងឯងហើយនៅក្នុងការប្រើប្រាស់ទី1នេះបាទគឺគេប្រើវាដើម្បីបង្កើតទៅជាកាលអីគេបាទគឺកាល continuous អូខេតោះយើងមើលមួយទៀត What is Pisay doing? She is planting rice បាទគេថាតើពិសីកំពុងធ្វើអ្វីបាទពិសីកំពុងតែស្ទូងស្រូវណាបាទនេះ She is planting rice បាទ planting ទីនេះយើងប្រើថាស្ទូងឬក៏ដាំដុះអញ្ចឹងណាអូខេបើនិយាយពីស្រូវគឺស្ទូងស្រូវឬដាំស្រូវអញ្ចឹងទៅណាយើងឃើញនេះកន្លែង doing ណាប្រយោគទី1វាជាសំណួរបាទ doing ដល់ពេលប្រយោគទី2ជាចម្លើយបាទ She is planting rice បាទអញ្ចឹង doing ទីនេះបាទគឺជា present participle អូខេហេតុតែបានដឹងថាជា present participle ពីព្រោះវាជា verb ing ហើយទីនេះគេប្រើវាដើម្បីបង្កើតកាលជាកាលអីគេបាទគឺកាល continuous អូខេនៅពេលគេសួរកាល continuous គេឆ្លើយវិញគឺកាល continuous ដែរណានេះ She is planting rice បាទអញ្ចឹង planting ទីនេះវាជា present participle បាទវាជា verb ing
ok ហើយវាប្រើប្រាស់ដើម្បីបង្កើតកាលគឺកាល continuous អូខេទេបាទយើងមើលប្រយោគមួយទៀត The police are investigating the case of cheating គេថាប៉ូលីសកំពុងតែស៊ើបអង្កេតករណីបោកប្រាស់បាទអញ្ចឹងយើងឃើញនេះ investigating បាទ investigating ទីនេះវាជា present participle បាទវាជា verb ទម្រង់ ing បាទគេប្រើវាដើម្បីបង្កើតជាកាលបាទកាល continuous ឃើញទេបាទវាជាផ្នែកមួយនៃកាល continuous បើដកinvestigating នេះចេញវាឡើងជាកាល continuous ហើយអូខេហើយបើដក ing ចេញក៏វាជាឡើងកាល continuous ដែរច្បាស់ហើយបាទអញ្ចឹងគេប្រើវាដើម្បីបង្កើតជាកាល continuous បាទទីនេះវាជា present participle អូខេនេះ investigating យើងមើលមួយទៀតនេះ cheating បាទ cheating ទីនេះវាជាអីវាជាកាល continuous ទេ no បាទវាជាចរន្តបាទចាំតិចយើងសិក្សាវាចរន្តលើហើយណាយើងមើលប្រយោគមួយទៀត Are you driving fast Yes I am បាទតើអ្នកកំពុងតែបើកឡានលឿនមែនទេបាទមែនតាអញ្ចឹងយើងឃើញនេះ driving បាទ driving ទីនេះវាជា present participle ណាវាជា verb ing អូខេហើយវាដើរតួជា present participle បាទគេប្រើវាដើម្បីបង្កើតទៅជាកាលគឺកាល continuous ហើយទីនេះវាជា question form ជាទម្រង់ប្រយោគសំណួរច្បាស់ហើយបាទអញ្ចឹងបើគេហៅ driving បាទ verb ing ទីនេះគឺគេហៅវាជា present participle ពីព្រោះវាជាផ្នែកមួយនៃគេអាសព្ទដើម្បីបង្កើតទៅជាកាលគឺកាល continuous បាទអញ្ចឹងគឺអត់បាក់យល់ទេណាសម្រាប់របៀបប្រើប្រាស់ទី1នៃ present participle គេប្រើវាដើម្បីបង្កើតជាកាលឬក៏ជាផ្នែកមួយនៃគេអាសព្ទក៏បានបាទឬក៏ជាកាលនៃ continuous ក៏បានដែរណាអត់ខុសទេហេតុអីបានថាអត់ខុសពីព្រោះបើដកing ចេញគឺវាអត់កើតជាកាល continuous ទេហើយបើដក ing ចេញគឺគេអត់ហៅវាថាជា present participle ដែរអូខេច្បាស់ហើយប៉ុណ្ណឹងរបៀបប្រើប្រាស់ be បាទ it is used as an adjective បាទគេថា present participle នៅក្នុងទម្រង់ប្រើប្រាស់ទី2នេះគឺគេប្រើវាដើម្បីបង្កើតទៅជាគុណនាមអូខេតោះយើងមើលឧទាហរណ៍ I watch the falling leaves បាទគេដាក់ក្នុងកញ្ចក់គឺ adjective គេថាខ្ញុំបានមើលស្លឹកឈើធ្លាក់គេឬក៏ខ្ញុំបានមើលស្លឹកឈើកំពុងធ្លាក់បាទអញ្ចឹងក៏បានដែរអត់ខុសទេព្រោះវាជាទម្រង់ ing ប៉ុន្តែទីនេះវាដើរតួជាគុណនាមបាទជា adjective ហេតុអីបានយើងយល់ថាបាទឬក៏ដឹងថាវាជាគុណនាមពីព្រោះនេះ falling leaves អូខេនេះគឺវាបញ្ជាក់ន័យឲ្យ leaves បាទបញ្ជាក់ន័យស្លឹកឈើអូខេនេះ falling leaves យើងចាំទេនិយមន័យគុណនាមបាទគុណនាមគឺជាពាក្យទាំងឡាយណាដែលបញ្ជាក់ន័យឲ្យនាមអូខេទេបាទច្បាស់ពីគុណនាមអាចទៅមើលបានបាទខ្ញុំបានបង្រៀនអំពីគុណនាមលម្អិតហើយបាទនៅក្នុង part of speech អូខេបាទអញ្ចឹង falling ទីនេះបាទវាជាគុណនាមវាជា adjective ហើយវាជា verb ing អូខេបាទវាជា verb ing មកពី fall មែនអត់បាទមកពី fall បាទប្រាប់ថាធ្លាក់ឬក៏ជ្រុះបាទ falling leaves គឺស្លឹកឈើជ្រុះបាទហើយទីនេះវាដើរតួជា present participle បាទវាជា verb ing អូខេបាទប៉ុន្តែនៅក្នុងទីនេះវាមានតួនាទីជា adjective អូខេបាទជាគុណនាមច្បាស់ហើយបាទតើយើងមើលប្រយោគទី2 These are running shirts and shoes បាទគេថាទាំងនេះគឺជាអាវហើយនិងស្បែកជើងរត់ប្រណាំងបាទអាវស្បែកជើងកីឡាណាអូខេអញ្ចឹងយើងឃើញនេះ running shirts and running shoes បាទគឺយើងប្រើឆ្នប់ and មួយណាអញ្ចឹង running ទីនេះវាជា verb ing អូខេបាទវាជា verb ing ដែលវាដើរតួជា present participle ហើយនៅក្នុងទម្រង់នេះវាដើរតួជាគុណនាមនេះ adjective ហេតុអីបានដឹងថាជាគុណនាមនេះ running shirts ឬក៏ running shoes ឃើញទេបាទវាបញ្ជាក់នាមខាងមុខមាននាមអាវហើយនឹងបាទមាននាមស្បែកជើងបាទណា shoes ស្បែកជើង shirt អាវបាទអាវយឺតទៅណាអូខេអញ្ចឹងទីនេះវាដើរតួជា adjective ហើយជា present participle បាទវាជា verb ing អូខេបាទនៅក្នុងទម្រង់នេះវាដើរតួជាគុណនាមច្បាស់ហើយបាទបងប្អូនទៅចាំទុកទៅថា present participle គឺជា verb ing ឯណាអូខេក៏ដែលមានតួនាទីខុសៗគ្នាមួយដើរតួនាទីជាបាទជាការបង្កើតកាលគឺកាល continuous បាទមួយទៀតគឺដើរតួជាគុណនាមនេះទីនេះវាដើរតួជាគុណនាមដែលយើងកំពុងរៀនហ្នឹង
ច្បាស់ហើយបាទតោះយើងមើលមួយទៀត The hotel doesn't have a swimming pool បាទគេថាសណ្ឋាគារអត់មានអាងហែលទឹកទេបាទយើងឃើញនេះ swimming pool បាទ swimming វាមកពី swim បាទ swim ហែលមែនអត់បាទ running វាមកពី run falling វាមកពី fall អូខេទេបាទនៅពេលដែលគេថែម ing បាទវាទៅជា verb ing បាទហើយទីនេះវាជា present participle បាទហើយវាដើរតួជាគុណនាមច្បាស់ហើយបាទនេះហេតុអីបានដើរជាគុណនាមនេះ swimming pool គឺអាងហែលទឹកបាទវាបញ្ជាក់នៃនាមខាងមុខគឺ pool បាទ pool ប្រែថាអាងច្បាស់ហើយបាទអូខេតើយើងមើលមួយទៀត The living room hasn't been cleaned up yet បាទគេថាបន្ទប់ទទួលភ្ញៀវគឺមិនទាន់ត្រូវបានគេសម្អាតនៅឡើយទេបាទយើងឃើញនេះliving room បាទ living room យើងប្រែមកថាបន្ទប់ទទួលភ្ញៀវមែនអត់បាទ living បាទវាមកពី live បាទអញ្ចឹងទីនេះវាជា verb ing ហើយក៏វាជា present participle ហើយដើរតួជា adjective បាទដើរតួជាគុណនាមហេតុអីបានដឹងថាជាដើរតួជាគុណនាមពីព្រោះនេះវាបញ្ជាក់នៃនាមខាងមុខ room ច្បាស់ហើយបាទយើងមើលប្រយោគចុងក្រោយ The cleaning lady will arrive this afternoon បាទគេថានារីអនាម័យឬក៏ស្ត្រីអនាម័យបាទនឹងមកដល់នៅរសៀលនេះបាទអញ្ចឹងបានបន្ទប់នឹងតែតសម្អាតណាពីព្រោះអ្នកបោះសម្អាតមកអូខេអញ្ចឹងយើងឃើញនេះcleaning lady បាទ cleaning វាមកពី clean មែនទេយើងប្រាប់មកថាសម្អាតឬក៏ជូតសម្អាតអីចឹងណាអូខេអញ្ចឹង cleaning វាជា verb ing អូខេយើងថែម ing ទៅណាអូខេហើយទីនេះវាជា present participle អូខេបាទដើរតួជា adjective ណាដើរតួជាគុណនាមបាទឲ្យតែ verb ing គេអាចហៅវាពីរយ៉ាងបាទជា present participle ក៏បានឬក៏ជាចរន្តក៏បានដែរប៉ុន្តែឥឡូវនេះខ្ញុំកំពុងបញ្យល់ present participle បាទជា verb ing អូខេបាទពីព្រោះវាមានតួនាទីជា adjective ទៅទីនេះណាបាទនៅពេលវាដើរតួជា adjective ហ្នឹងគេហៅថា present participle ច្បាស់ហើយបាទមិនបានដឹងថាវាជាដើរតួជាគុណនាមនេះដោយសារតែ cleaning ទីនេះបញ្ជាក់ន័យឲ្យ lady អូខេបញ្ជាក់ន័យឲ្យស្ត្រីឃើញទេបាទគេហៅថាស្ត្រីអនាម័យឬក៏នារីអនាម័យចង់សំដៅទៅលើអ្នកជូតសម្អាតហ្នឹងឯងណាអូខេច្បាស់ហើយបាទអញ្ចឹងពាក្យណាដែលបញ្ជាក់ន័យឲ្យនាមអាហ្នឹងគឺជាគុណនាមទេអត់បាទ easy ណាអូខេបាទតោះឥឡូវយើងមកសិក្សាអំពីវាប្រើប្រាស់ទី3 C it is used to combine sentences បាទគេថាគេប្រើ present participle ហ្នឹងបាទគេប្រើវាដើម្បីបូកប្រយោគ2បញ្ចូលគ្នាតែមួយបាទបូកប្រយោគ2បញ្ចូលជាប្រយោគតែមួយណាអូខេតោះយើងមើល example walking down the street I saw the tree drop a leaf បាទគេថាកំពុងតែដើរតាមដងផ្លូវបាទឬតាមដងវិថីខ្ញុំបានឃើញដើមឈើជ្រុះស្លឹកបាទនេះ I saw the tree drop a leaf បាទខ្ញុំបានឃើញដើមឈើជ្រុះស្លឹកបាទស្លឹកចាស់ទៅវាជ្រុះមកអញ្ចឹងណាអូខេអញ្ចឹងយើងឃើញថា walking ទីនេះវាមកពី walk អូខេតែយើងថែម ing វាទៅជាអូខេ walking ហើយក៏ជា verb ing អូខេហើយទីនេះវាដើរតួជាអីបាទជា present participle បាទដើរតួជា present participle ណាបាទហេតុបានយើងដឹងពីព្រោះនេះវា combine បាទវាបញ្ចូលប្រយោគ2ជាប្រយោគតែមួយយើងឃើញ comma នេះបាទកន្លែងthe street យើងឃើញ comma បាទឃើញក្បៀសកន្លែងនោះមានតែប្រយោគមួយណាបាទហើយយើងឃើញនេះ I saw the tree drop a leaf បាទខ្ញុំបានឃើញដើមឈើជ្រុះស្លឹកបាទអញ្ចឹងយើងឃើញប្រយោគ2គេបញ្ចូលមកជាប្រយោគតែមួយអញ្ចឹងអា walking ទីនេះវាជា present participle 100% អូខេបាទអាហ្នឹងយកអត់បាក់ច្រឡំទេណាអូខេក៏ប៉ុន្តែប្រយោគដើមវិញចេះ I walk down the street I saw the tree drop a leaf បាទអាកន្លែង I walk down the street នេះយើងខណ្ឌមួយ period ណាអូខេដល់ពេល I saw the tree drop a leaf អាហ្នឹង period មួយទៀតបាទខណ្ឌមួយទៀតឃើញទេប្រយោគ2បាទប្រយោគ2អញ្ចឹងគេ combine បាទគេបញ្ចូលវាជាប្រយោគតែមួយបាទដោយប្រើ present participle នេះគឺយើងលុបបាទយើងលុប I ចាញ់មួយមកបាទលុបប្រធានចេញមួយមកយើងដាក់ប្រធានតែមួយទេគឺយើងដាក់walk ហ្នឹងមកជា ing បាទ walking down the street I saw the tree drop a leaf បាទនេះតែយើងដាក់ comma មួយបាទយើងដាក់ comma មួយ
អូខេអាហ្នឹងគេហៅថាកំបាញ់គេហៅថាបញ្ចូលប្រយោគ2បញ្ចូលជាប្រយោគតែមួយណាច្បាស់ហើយបាទដើម្បីគេអាចបញ្ចូលប្រយោគ2ជាប្រយោគតែមួយបានប្រយោគ2ហ្នឹងគឺជាប្រធានតែមួយបាទអាហ្នឹងបើគេចង់បញ្ចូលវាជាប្រយោគតែមួយលុះត្រាតែប្រធានហ្នឹងគឺប្រធានតែមួយច្បាស់ហើយបាទបើខាងដើមអាយប្រយោគទី1នឹងអាយប្រយោគទី2នឹងក៏អាយដែរបាទអាហ្នឹងគេអាចប្រើវាជាប្រយោគតែមួយបានដោយប្រើទម្រង់ present participle បាទឧទាហរណ៍ដូចប្រយោគទី1អញ្ចឹងបាទយើងមើលប្រយោគទី2 being tired from the long run he went to bed early គេថាដោយសារតែការរត់ដ៏វែងឆ្ងាយដូច្នេះគាត់ចូលគេងលឿនបាទគាត់ឆាប់ចូលគេងណាយើងឃើញនេះ being បាទ being គឺវាជាទម្រង់ present participle ណាវាជា verb ing ណាអូខេអញ្ចឹងនៅក្នុងទម្រង់នេះគឺគេបញ្ចូលប្រយោគ2ជាប្រយោគតែមួយបាទប្រយោគដើមមកវាគឺ he was tired from the long run អាហ្នឹងគេប្រើរៀបមួយណាhe went to bed early បាទប្រើរៀបមួយទៀតអូខេប្រយោគ2នៅពេលគេបញ្ចូលជាប្រយោគតែមួយដោយសារតែប្រធានគឺប្រធាន he មែនអត់បាទប្រយោគដើមក៏ប្រធាន he ប្រយោគទី2ក៏ប្រធាន he មែនទេបាទអញ្ចឹងគេបញ្ចូលប្រយោគ2ជាប្រយោគតែមួយបាទដោយសារតែប្រធានហ្នឹងគឺជាប្រធានតែមួយអូខេទេបាទអញ្ចឹងគេដូរពី was មក being ពីព្រោះបើទៅជាទម្រង់ ing គេយក verb ដើមណាគេយក verb ដើមបានទៅជា verb ing កើតច្បាស់ហើយបាទអូខេនេះ being tired from the long run គេប្រើ comma មួយ he went to bed early ដោយសារតែរត់ដល់វែងដល់យូរអញ្ចឹងណាបាទអញ្ចឹងធ្វើឲ្យគាត់ឆាប់ចូលគេងលឿនអាហ្នឹងក៏វាជាហេតុផលអាហ្នឹងគេអាចនិយាយអំពី cause and effect បានដែរណាបាទច្បាប់ហេតុផលណាអូខេអាហ្នឹងគេប្រើទម្រង់ present participle ច្បាស់ហើយបាទអាហ្នឹងគឺជាការបញ្ចូលប្រយោគ2ជាប្រយោគតែមួយអញ្ចឹង being ទីនេះវាជា present participle អូខេបាទយើងមើលប្រយោគទី3 the chef stood in the kitchen chopping onions បាទគេថាចុងភៅបានអង្គុយនៅក្នុងផ្ទះបាយហើយចិតខ្ទឹមបារាំងបាទ chopping onions បាទចិតឬក៏ហាន់ខ្ទឹមបារាំងណាយើងឃើញនេះ chopping onions អញ្ចឹង chopping ទីនេះវាជា present participle អូខេហើយគេកំបាញ់ប្រយោគ2បញ្ចូលជាប្រយោគតែមួយបាទប៉ុន្តែដោយសារតែវានៅកណ្ដាលប្រយោគយកបាច់ប្រើ comma ទេច្បាស់ហើយបាទយកប្រើ comma ទេតោះយើងមើលប្រយោគមួយទៀត opening the fridge she saw there was no milk គេថាកំពុងតែបើកមើលទូបាទទូទឹកកកហ្នឹងនាងបានឃើញថាអត់មានទឹកដោះគោទេបាទអញ្ចឹងយើងឃើញនេះ opening the fridge បាទអញ្ចឹងយើងឃើញប្រើ comma មួយនេះអាហ្នឹងគឺមានន័យថាបញ្ចូលប្រយោគ2ជាប្រយោគតែមួយហើយអញ្ចឹង opening ទីនេះជា present participle easy ណាអត់បាក់យល់ទេព្រោះការ combine ការបញ្ចូលប្រយោគ2ជាប្រយោគតែមួយហើយយើងឃើញមាន verb ing បែបនេះបាទអាហ្នឹងគឺជា present participle auto មកណាអូខេយើងមើលមួយទៀត studying for hours I finally understood the lesson គេថារៀនរយៈពេលច្រើនម៉ោងទៅនៅទីបំផុតខ្ញុំបានយល់ពីមេរៀនច្បាស់បាទនេះ I finally understood the lesson បាទតែយើងឃើញនេះ studying for hours ហើយមាន comma ឃើញទេនេះបាទរៀនរយៈពេលច្រើនម៉ោងទៅបាទអញ្ចឹងយើងឃើញថា studying ទីនេះវាជា present participle ណាវាមកពី study អូខេយើងថែម ing ទៅវាជា verb ing ហើយទីនេះវាជា present participle ពីព្រោះយើង combine ប្រយោគ2ជាប្រយោគតែមួយហើយយើងប្រើ comma ច្បាស់ហើយបាទអញ្ចឹងសរុបមកសម្រាប់ present participle វាមានការប្រើប្រាស់3ណាហើយវាជាទម្រង់ verb ing ទី1គឺយើងប្រើវាដើម្បីបង្កើតឲ្យជាកាល continuous ណាអូខេយើងថែម ing អូខេទី2យើងប្រើវាជាគុណនាមអូខេបាទជាគុណនាមជា adjective អូខេហើយទី3យើងប្រើវាដើម្បីcombine បាទដើម្បីបញ្ចូលប្រយោគ2ជាប្រយោគតែមួយអូខេហើយដើម្បីបញ្ចូលប្រយោគ2ជាប្រយោគតែមួយបាននោះត្រាតែប្រយោគ2ហ្នឹងគឺជាបាទប្រធានតែមួយអូខេ easy ណាច្បាស់ប៉ុណ្ណឹងអាហ្នឹងសម្រាប់ present participle តើយើងមើលបន្តទៀតពីធំបាទយើងរៀនអំពីចរន្តមកណាមិញយើងរៀនអំពី present participle បាទ present participle ខ្ញុំបានបញ្ចូលលម្អិតហើយឥឡូវយើងមករៀនលម្អិតអំពីចរន្តបាទមើលយមន័យអូខេ definition
Gerund is the ing form of a verb and functions as a noun អូខេតម្រងគេអាសព្ទ verb ing ដែលដើរតួជានាមគេហៅថា gerund អូខេមានន័យថា verb ing ដែលវាដើរតួជានាមបាទអាហ្នឹងគេហៅថា gerund អូខេឥឡូវយើងមើលរបៀបប្រើប្រាស់អញ្ចឹងខ្ញុំឲ្យរបៀបប្រើប្រាស់3សម្រាប់ gerund ដែលវាដើរតួក្នុងប្រយោគ how to use បាទ number 1 use as the subject in the sentences អូខេទី1បាទ gerund គឺវាដើរតួជាប្រធាននៅក្នុងប្រយោគបាទឧទាហរណ៍ទី1គេថា studying English is not so easy អូខេគេថាការរៀនភាសាអង់គ្លេសបាទវាមិនមែនងាយស្រួលទេអូខេអញ្ចឹងមានន័យថា studying ហ្នឹងវាគឺជា gerund បាទ verb time ing studying គឺវាមកពី study គឺ study បូកជាមួយនឹង ing បាទអញ្ចឹងអា study ហ្នឹងគេហៅថា gerund គេហៅថា gerund តែទីនេះវាដើរតួជាបាទវាដើរតួជាប្រធានបាទនៅក្នុងប្រយោគអូខេទី2 cooking food is not my skill បាទការចម្អិនម្ហូបបាទមិនមែនជាជំនាញរបស់ខ្ញុំទេបាទឃើញទេ cooking គឺមកពី cook បូកជាមួយនឹង ing គេហៅថា cooking ការចម្អិនម្ហូបអញ្ចឹងអា cooking ហ្នឹងគេហៅថា gerund បាទ gerund ណាអូខេអញ្ចឹង gerund ឲ្យបាទយល់ទេណាបាទទី3 drinking beer too much affects health អូខេគេថាការផឹកស្រាបៀរច្រើនពេកវាប៉ះពាល់សុខភាពបាទអញ្ចឹងឃើញទេ drinking វាមកពី drink បូកជាមួយនឹង ing អាហ្នឹងគេហៅថា gerund អូខេដែលទី1នេះគឺវាដើរតួជាប្រធាននៅក្នុងប្រយោគអូខេអញ្ចឹងឲ្យទៅ verb ing ដែលដើរតួជាប្រធាននៅក្នុងប្រយោគអាហ្នឹងគេហៅថា gerund របៀបប្រើប្រាស់ទី2បាទ use after certain prepositions អូខេរបៀបប្រើប្រាស់ទី2ហ្នឹងគឺ gerund បាទប្រើនៅបន្ទាប់ពីធ្នាក់អូខេប្រើនៅបន្ទាប់ពីធ្នាក់បាទ preposition គឺធ្នាក់អូខេបាទឧទាហរណ៍ number 1 I'll go to Siem Reap by taking a bus ខ្ញុំនឹងទៅខេត្តសៀមរាបដោយការជិះឡានក្រុងឃើញទេបាទហេតុអីបាន take នឹងវាថា ing អូខេពីព្រោះនៅពីក្រោយ preposition វាត្រូវតែជានាមឬក៏សព្វនាមអូខេអញ្ចឹងទីនេះវាជានាមអញ្ចឹងយើងឃើញទេបាទ take គឺយើងថា ing បាទយើងអានថា taking a bus យើងប្រើមកថាការជិះឡានក្រុងអញ្ចឹងនៅពីក្រោយ preposition បាទគឺជានាមអូខេដែលទីនេះគេហៅវាថា gerund ពីព្រោះវាមកពី verb គឺ verb take ហ្នឹងឯងនៅពេលថា ing វាជា gerund ដែលទីនេះវាដើរតួជានាមដែលនៅបន្ទាប់ពីធ្នាក់គឺ preposition by អូខេប្រយោគទី2 before driving a car you must wear a seat belt អូខេមុនអ្នកបើកបរឡានអ្នកត្រូវតែពាក់ខ្សែក្រវ៉ាត់អូខេយើងឃើញពាក្យ driving ទេបាទយើងថា ing បាទពីព្រោះវានៅបន្ទាប់ពី preposition before វានៅបន្ទាប់ពីធ្នាក់បាទ before គឺធ្នាក់វាជា preposition ណាអូខេអញ្ចឹងកាលណាដែលនៅក្រោយ preposition វាតែងតែជានាមបាទឬក៏អាចសព្វនាមផងដែរចាអញ្ចឹងបាទអញ្ចឹងយើងឃើញ driving ទីនេះវាគឺជានាមប៉ុន្តែគេហៅវាថា gerund ពីព្រោះវាមកពី verb drive បាទថែម ing អូខេបាទអញ្ចឹងអត់បាក់យល់ទេឲ្យតែ gerund គឺជា verb ing ទេប៉ុន្តែវាដើរតួជានាមចង់និយាយចឹងវាដើរតួជានាមបាទអាចវាដើរតួជាប្រធានឬក៏វានៅបន្ទាប់ពីធ្នាក់អូខេបាទនៅបន្ទាប់ពីធ្នាក់ដូចឧទាហរណ៍ទី1ទី2ចឹងបាទឧទាហរណ៍ទី3 you cannot fix a car without having skill បាទគេថាអ្នកមិនអាចជួសជុលឡានដោយមិនមានជំនាញបានទេអូខេបាទយើងអត់មានជំនាញជួសជុលមិនកើតអូខេបាទអញ្ចឹងយើងឃើញទេwithout having skill បាទអញ្ចឹង without ហ្នឹងវាគឺជា preposition បាទវាគឺជាធ្នាក់ដូច្នេះបាទ having បាទវាមកពី have បូកជាមួយនឹង ing បាទអញ្ចឹងវានៅពីក្រោយ preposition វាត្រូវថែម ing បាទដូច្នេះវាគឺជា gerund បាទដែលវាដើរតួជានាមដែលនៅបន្ទាប់ពី preposition អូខេឥឡូវយើងចូលវាប្រើប្រាស់ទី3របៀបប្រើប្រាស់ទី3នេះគឺ use after certain verbs អូខេគឺប្រើនៅបន្ទាប់ពីគេអាសព្ទមួយចំនួនអូខេឧទាហរណ៍ I like watching Chinese movies ខ្ញុំចូលចិត្តការមើលភាពយន្តចិនបាទ I like watching Chinese movies អូខេបាទអញ្ចឹងយើងឃើញទេ watching បាទគឺមកពី watch ហ្នឹងបូកជាមួយនឹង ing ហេតុអីបានត្រូវថែម ing ព្រោះវាប្រើជាមួយនឹង verb like បាទអញ្ចឹង verb មួយចំនួននៅពេលវាប៉ះគ្នាទៅថែម ing អូខេឧទាហរណ៍ I like watching Chinese movie ឃើញទេបាទអញ្ចឹង watching ទីនេះវាគឺជា gerund បាទឧទាហរណ៍ទី2
she enjoys cooking Khmer food បាទនាងចូលចិត្តបាទចម្អិនម្ហូបខ្មែរឬក៏នាងចូលចិត្តការចម្អិនម្ហូបខ្មែរអញ្ចឹងក៏បានដែរណាព្រោះចរន្តវាជានាមវាមិនមែនជា verb ទេណាបាទចរន្តជានាមប៉ុន្តែទីនេះវានៅបន្ទាប់ពីគេអាសត្វអូខេគឺនេះ like enjoys អូខេប្រយោគចុងក្រោយ we love eating pizzas and hamburgers អូខេពួកយើងចូលចិត្តការញ៉ាំ pizza ហើយនិង hamburgers ឃើញទេម៉ា eating វាមកពីពាក្យ eat បូកជាមួយនឹង ing អូខេប៉ុន្តែទីនេះបាទ eating ទីនេះគឺវាដើរតួជា noun ដែលគេហៅថាចរន្តដែលចរន្តហ្នឹងគឺទម្រង់ verb ing ហ្នឹងឯងទម្រង់ verb ing ដែលដើរតួជា noun អាហ្នឹងគេហៅថាចរន្តអត់បាក់យល់ទេណាអូខេបាទអញ្ចឹងមានរបៀបប្រើប្រាស់3ហ្នឹងទី1គឺវាដើរតួជាប្រធានណាចរន្តណាអូខេដើរតួជាប្រធានទី2គឺវានៅបន្ទាប់ពីធ្នាក់ទី3នៅបន្ទាប់ពីគេអាសត្វនិយាយដោយខ្លីចរន្តគឺជាទម្រង់បាទ inform ទម្រង់ ing នៃ verb អូខេឬគេហៅថា verb ing ក៏បានដែរប៉ុន្តែវាដើរតួជា noun អូខេ function as a noun ដើរតួជានាមចង់និយាយចឹងណាបាទអាហ្នឹងគេហៅថាចរន្តហើយរបៀបប្រើបាទខ្ញុំឲ្យ3នៅក្នុងវីដេអូនេះណាទី1គឺចរន្តហ្នឹងវាដើរតួជាប្រធានបាទនៅក្នុងប្រយោគហើយទី2គឺវានៅបន្ទាប់ពីធ្នាក់បាទ preposition អូខេ after preposition ហើយទី3គឺវានៅបន្ទាប់ពីគេអាសព្ទមួយចំនួនបាទដូចជាពាក្យ enjoy ដូចជាពាក្យ like ដូចពាក្យ love អីចឹងណាអូខេអាហ្នឹងគឺគេថែម ing ដែរបាទអាហ្នឹងគេហៅថាចរន្តហ្នឹងបាទអត់លបាក់យល់ទេ3ធំយើងរៀនអំពី continuous form continuous form គឺទម្រង់ continuous អូខេយើងមើលជាមួយគ្នាទម្រង់ continuous យ៉ាងម៉េចនេះគឺ form របស់វាគឺ be plus verb 1បាទ plus ing អាហ្នឹងសម្រាប់ទម្រង់ continuous form ណាមិនថានៅក្នុង form positive negative ឬក៏ question ទេបាទវាច្បាស់ជាមាន be បូកជាមួយនឹង verb ing ហើយគ្រាន់តែ question យើងថែមសញ្ញាសួរមកមែនទេហើយ negative យើងថែម not មកតោះនេះបាទអាហ្នឹងបើចង់លម្អិតអំពីរបៀបប្រើប្រាស់ក៏ដូចទម្រង់របស់ continuous forms បាទបងប្អូនគ្នាអាចចូលទៅរៀនអំពីបាទ continuous បានណាអំពីកាលដែលមានទាំង present ទាំង past ទាំង future ហ្នឹងបាទតែនៅក្នុងវីដេអូនេះខ្ញុំប្រៀបធៀបឲ្យយល់អំពីទម្រង់បាទ continuous ហើយនឹងចរន្តហើយនឹង present participle អូខេទេបាទខ្ញុំឲ្យយល់ពីទម្រង់មកវាហើយបែងចែកវាដាច់កុំឲ្យយកច្រឡំតោះយើងមកជាមួយគ្នាឧទាហរណ៍ទី1 I am driving to Phnom Penh ខ្ញុំកំពុងបើកបរទៅកាន់ទីក្រុងភ្នំពេញបាទអញ្ចឹងយើងឃើញនេះI am driving to Phnom Penh នេះអាកន្លែង am នេះគឺបាទជាទម្រង់ to be ណាបាទព្រោះ to be វាទៅជា is am are បាទហ្នឹងបើនៅក្នុង present មែនទេបើ past គឺ was were មែនទេហើយបើទៅជា perfect គឺ been មែនទេបាទតោះយើងមើលនេះ am plus ជាមួយនឹង verb ing គឺ driving ណា I am driving បាទអញ្ចឹង driving ទីនេះវាជាបើគេហៅថា driving បើទេអញ្ចឹងមកណាបាទវាជាគេហៅថា present participle តោះនេះបាទតែបើវាបូកជាមួយ to be អញ្ចឹងដើម្បីបង្កើតទៅជា form continuous បាទហ្នឹងគេហៅថាទម្រង់ continuous ណានេះ am driving បាទគឺជាទម្រង់ continuous វាមកពី be បូកជាមួយនឹង verb ing ណា am ហ្នឹងគឺមកពី to be ហ្នឹងឯងអូខេហើយ driving គឺជាទម្រង់ verb 1 plus ing មកពី drive អូខេបាទបញ្ចប់ដោយអក្សរ ve នៅពេលគេដូរទៅជា ing គឺយើងលុបបាទ e ចេញដាក់ ing ចូលមកបាទអញ្ចឹង am driving ជាទម្រង់ continuous អូខេបាទជាទម្រង់ continuous បើគេហៅតែ verb ing ទៅទេនេះបាទកន្លែង driving នេះអាហ្នឹងគេហៅថា present participle អូខេឬក៏ចរន្តក៏បានដែរបើគេហៅទៅទេអញ្ចឹងណាប៉ុន្តែបើនៅក្នុងទម្រង់ប្រយោគទី1នេះវាជាបាទ present participle បើយើងហៅថាជាទម្រង់ ing នៅក្នុងប្រយោគទី1នេះអូខេបាទច្បាស់ហើយបងហ្នឹងតោះយើងមើលមួយទៀត She is teaching English in the classroom នាងកំពុងបង្រៀនភាសាអង់គ្លេសបាទនៅក្នុងថ្នាក់រៀនពេលយើងឃើញនេះយើងប្រើជាមួយប្រធាន I គឺ am ណាបាទប្រើមួយប្រធាន she គឺ is ប្រើមួយប្រធាន you ហើយនឹង we ដែរហ្នឹងគឺ are អូខេទេបាទអញ្ចឹង is វាមកពី to be ហ្នឹងឯងណាហើយបូកជាមួយនឹង verb ing គឺនេះ teaching ឃើញអត់បាទអាហ្នឹងគេហៅថាទម្រង់ continuous បាទហើយបងប្អូនចង់ចាំទៅ
តម្រង can you us តម្រងគោលរបស់វាគឺ be plus verb ing មិនថាយើងប្រើក្នុងកាលណាឬកាលណាទេគឺត្រូវតែមាន verb ing ហើយបាទហើយយើងឃើញនៅក្នុងទីនេះគឺ is plus ជាមួយនឹងបាទ teaching បាទវាជាតម្រង can you us បើគេនិយាយ teaching ទៅទីនេះវាជាបើវាជា present participle អូខេបាទ present participle ពីព្រោះវាជា verb ing វាបង្កើតទៅជាបាទទៅជា can you us ណាបាទវាជាផ្នែកមួយនៃគេអាស័ព្ទនៅក្នុងទម្រង់នេះណាបង្កើតទៅជាកាលមួយគឺគេហៅថា can you us អញ្ចឹង teaching នេះគេហៅថាបាទ present participle ក៏បានអូខេទេបាទតែដល់ពេលបូកជាមួយនឹង to be plus ing វាទៅជាទម្រង់ can you us ហើយទីនេះណាបាទជាទម្រង់ can you us ច្បាស់ហើយប៉ុណ្ណឹងអត់ច្រឡំទេបាទអត់ច្រឡំទេតាយើងមើលមួយទៀត we aren't talking about business plans បាទពួកយើងមិនមែនកំពុងពិភាក្សាអំពីគម្រោងអាជីវកម្មទេបាទអញ្ចឹង we aren't វាមកពី we are not ណាវាជាទម្រង់ negative ជាទម្រង់បដិសេធនៃបច្ចុប្បន្នកាលកំពុងបន្តបាទយើងហៅថាជាទម្រង់បដិសេធនៅទម្រង់ can you us ហ្នឹងណាអូខេអញ្ចឹងនេះR វាមកពី B នឹងឯងណាបាទ plus មួយនឹង verb ing គឺ talking បាទដូច្នេះគេហៅថាបាទជាទម្រង់ can you us form អូខេបាទជាទម្រង់កំពុងបន្តបាទបើយើងនិយាយ talking ទៅទេដូចខ្ញុំនិយាយកណ្ដាលមិញហ្នឹង talking ទៅទេអាហ្នឹងគឺជា present participle ឯងព្រោះវាជា verb ing មែនទេបាទឬក៏យើងថាជាចរន្តក៏បានដែរអត់ខុសទេព្រោះចរន្តក៏វាជា verb ing ដែរណាចរន្តក៏ verb ing present participle ក៏ជា verb ing គ្រាន់តែការប្រើប្រាស់ក្នុងប្រយោគខុសគ្នាមែនទេបាទចរន្តដើរតួជា noun ណាចាំទុកបាទចរន្តដើរតួជា noun អូខេហើយមិញខ្ញុំបានប្រាប់ពីរបៀបប្រើប្រាស់3ហើយហើយបាទដើរតួជា noun ទី1ដើរតួជាប្រធានបាទមួយទៀតគឺនៅពីក្រោយ preposition មួយទៀតគឺនៅពីក្រោយ verb មួយចំនួនអាហ្នឹងសម្រាប់ចរន្តដល់ពេល present participle គឺវាមានការប្រើប្រាស់3ដែរមែនទេបាទទី1គឺវាបង្កើតទៅជាទម្រង់ can you us ណាបាទវាជាផ្នែកមួយនៃ verb tense ដែរណាបាទទី1ហ្នឹងវាប្រើទៅបង្កើតទៅជា can you us បាទដូចឧទាហរណ៍នៅក្នុងប្រយោគនេះអញ្ចឹងមែនទេបាទពេលដាក់ talking ឲ្យបូកជាមួយនឹងR មកវាទៅជា can you us tense មែនទេបាទនៅក្នុងទម្រង់ negative នេះឃើញអត់ហើយ talking ទីនេះបាទបើយើងហៅ talking ទៅទេវាជា verb ing ដែរនេះអូខេយើងហៅថាជា present participle ក៏បានចរន្តក៏បានយល់ទេបាទតែគ្រាន់តែនៅក្នុងទម្រង់នេះបាទវាគឺជា present participle បើយើងហៅ verb ing ណាបាទវាជា present participle នៅទីនេះណាអូខេតែបើយើងនិយាយទាំង are បូកជាមួយ talking ផងនេះបាទ are not បូកជាមួយ talking ផងនេះនិយាយទាំងពីរអញ្ចឹងចូលគ្នាមកណាអាហ្នឹងគេហៅថា can you us form តោះនេះបាទពីព្រោះបានខ្ញុំនិយាយថាអាហ្នឹងយើងហៅថា present participle ក៏បានពីព្រោះ present participle នៅក្នុងទម្រង់នេះវាចូលនៅក្នុងទម្រង់ការប្រើប្រាស់បាទទី1គឺគេប្រើវាដើម្បីបង្កើតទៅជាទម្រង់បាទ can you us អូខេបាទគេប្រើវាដើម្បីបង្កើតទៅជាទម្រង់ can you us អាហ្នឹងបានគេហៅថា present participle ដែរហ្នឹងចុះអញ្ចឹងណាអូខេប៉ុន្តែនៅពេលគេហៅទាំងពីរទាំង R បាទគេហៅ to be ចុះto be បូកជាមួយនឹង verb ing គេហៅវាទាំងពីរអញ្ចឹងមកណាអាហ្នឹងគេហៅថា can you us form ហើយចាំតែប៉ុណ្្នឹងណាឲ្យតែ can you us form គឺ be បូកជាមួយនឹង verb ing អូតូហើយតោះនេះបាទតែបើគេហៅតែ verb ing តែមួយទេអាហ្នឹងគេអាចថាជា present participle ក៏បានឬក៏ចរន្តក៏បានច្បាស់ហើយប៉ុណ្ណឹងបាទពីព្រោះដោយសារតែវាជា verb ing ដូចគ្នាតោះអត់គ្រាន់តែការប្រើប្រាស់ក្នុងប្រយោគវាខុសៗគ្នាឯងបាទនៅពេលយើងយល់ពីការប្រើប្រាស់ក្នុងប្រយោគយើងនឹងច្បាស់ហើយឡើងច្រឡំហើយ clear ប៉ុណ្ណឹងបាទហើយសម្រាប់ការប្រើប្រាស់present continuous បាទឬក៏ទម្រង់ continuous អាចចូលទៅមើលអំពីកាលបានខ្ញុំបានបរៀនកាល continuous នៅក្នុង channel YouTube របស់ខ្ញុំហើយណាលំអិតជូនបានមួយសេរីមើលច្បាស់អានេះគាត់ឲ្យយល់អំពីការប្រៀបធៀបឯណាអំពី present participle ចរន្តហើយនឹង continuous អូខេតោះយើងមើលឧទាហរណ៍ទី3ចុងក្រោយ What are you doing now បាទតើអ្នកកំពុងធ្វើអ្វីឥឡូវហ្នឹងយើងឃើញនេះអានេះជាទម្រង់ question ណាគឺនេះមាន are ហើយមាន doing បាទអញ្ចឹងកាលណា question គឺគេដាក់វានៅក្នុងប្រយោគវាទៅច្បាស់ជានៅមុខប្រធានហ្នឹងបាទ you ជា subject ជាប្រធានហ្នឹងណាបាទហើយវាមាន question mark មានសញ្ញាសួរអញ្ចឹងare បូកជាមួយ doing អូខេអាហ្នឹងគេហៅថាទម្រង់ continuous អត់លំបាកយល់ទេជាទម្រង់ continuous បាទវានៅក្នុងទម្រង់ present នេះណាបច្ចុប្បន្នបាទគេហៅថា present continuous អូខេអញ្ចឹងអត់លំបាកឲ្យតែយើងចាំទម្រង់មកវាយើងស្រួលអត់ងាយច្រឡំទេណា
ហើយ doing ទីនេះបើយើងហៅវា doing ទៅទេ verb ing យើងអាចហៅវាថាជា present participle បានពីព្រោះនៅទីនេះគេប្រើវាដើម្បីបង្កើត form បង្កើត tense បាទវាជា verb tense មួយដែរអូខេបាទគេប្រើវាដើម្បីបង្កើតទៅជា form គឺ continuous បាទដោយសារវាមាន to be នៅខាងមុខវានេះច្បាស់ហើយប៉ុណ្ណឹងបាទអញ្ចឹងសរុបសេចក្តីមកសម្រាប់ continuous form ទម្រង់របស់វាគឺ to be plus verb ing បាទចាំតែប៉ុណ្្នឹងអានឹងទម្រង់របស់ continuous form ហើយដល់ពេលសម្រាប់ present participle ហើយនិងចរន្តគឺ verb ing ដូចគ្នាច្បាស់ហើយបាទ verb ing ដូចគ្នាអាហ្នឹងបើគេហៅថា present participle ឬក៏គេហៅថាចរន្តគឺជា verb ing ច្បាស់ហើយបាទប៉ុន្តែរបៀបប្រើប្រាស់របស់វាគឺខុសគ្នាចរន្តដើរតួជា noun ហើយមាន3ទម្រង់ទម្រង់ទី1វាដើរតួជាប្រធានអាហ្នឹងចរន្តណាអូខេទី2វានៅពីក្រោយ preposition អាហ្នឹងចរន្តណាអូខេគេប្រើវានៅពីក្រោយ preposition នៅពីក្រោយធ្នាក់ណាហើយទី3គឺគេប្រើវានៅពីក្រោយ verb មួយចំនួនបាទដូចជា love like អីហ្នឹងណាអូខេខ្ញុំបានឧទាហរណ៍ឲ្យហើយណាអាហ្នឹងសម្រាប់ចរន្តវាមានទួនាទី3ហ្នឹងសម្រាប់ present participle គឺវាមានទួនាទី3ដូចគ្នាមែនទេបាទទី1គេប្រើវាដើម្បីបង្កើតទៅជា verb tense បាទដើម្បីបង្កើតទៅជាកាល continuous ណាបាទអូខេហើយទី2គឺគេប្រើវាដើរតួជាគុណនាមមែនទេអូខេហើយទី3គឺគេប្រើវាដើម្បីបូកប្រយោគ2បញ្ចូលជាប្រយោគតែមួយបាទអាហ្នឹងសម្រាប់present participle អូខេអញ្ចឹងខ្ញុំបានប្រៀបធៀបឲ្យអស់ហើយសម្រាប់ present participle ចរន្តហើយនិង continuous បាទអត់តបាយណា easy អញ្ចឹងបងប្អូននេះអាចមើលលម្អិតសារចុះសារឡើងបន្ថែមដើម្បីឲ្យកាន់តែច្បាស់បាទចង់ចាំតែប៉ុណ្្នឹងទៅបើគេហៅតែចរន្តគឺ verb ing present participle ក៏ជា verb ing ដែរអូខេបើគេនិយាយពី continuous ក៏ជា verb ing ដែរគ្រាន់តែទម្រង់របស់វាខុសៗគ្នារបៀបប្រើប្រាស់របស់វាខុសៗក្នុងប្រយោគអរគុណសម្រាប់ការមើលតាំងពីដើមដល់ចប់ណាអញ្ចឹងបើសិនជាបងប្អូនគ្នាមានសំណួរអាច comment សួរបានអូខេអរគុណសម្រាប់ការគាំទ្រអូខេហើយយើងជួបគ្នានៅវីដេអូក្រោយនៅមេរៀនថ្មីៗបន្តទៀតអរគុណបាយបាយជម្រាបលា